ចឹងគឺគាត់ចូលចិត្តចំណាយពេលអង្គុយសិញ្ចឹងគិតម្នាក់ឯងរកគំនិតអ្វីថ្មីៗចេះតែឆ្ងល់ភាគច្រើនគឺគាត់ឆ្ងល់រឿងគ្រប់យ៉ាងហើយអាការឆ្ងល់ហ្នឹងឯងដែលធ្វើឲ្យយើងមានគំនិតច្នៃប្រឌិតចង់ដឹងចង់ឮនឹងឯងធ្វើឲ្យយើងរកផ្លូវទៅដោះស្រាយវាហើយរឿងដែលគាត់គិតគាត់មើលឃើញហ្នឹងគឺតែរឿងដែលពិបាកបញ្យល់ពិបាកឲ្យមនុស្សទូទៅយល់ណាចឹងបានគេថាកម្ពុជាអ្នកវិទ្យាសាស្ត្រកម្ពុជាអ្នកប្រាជ្ញសំបីតែខួរក្បាលរបស់គាត់ស្រាប់តែហើយក៏គេចង់ដឹងថាខួរក្បាលរបស់គាត់មានអីគេខ្លះបានមិនក៏ប្រាជ្ញារបស់គាត់ខ្ពស់ខ្លាំងមែនទែនចឹងយើងចូលមកដល់លោក Steve Jobs ជាស្ថាបនិកក្រុមហ៊ុន Apple ណាគេក៏ស្គាល់ដែរគាត់ក៏និយាយថាគាត់គឺជាអ្នកដែលមានជំនឿខ្លាំងទៅលើអាការដែលធុញទ្រាន់ហ្នឹងដែលធ្វើឲ្យគាត់មានការឆ្ងល់ទៅបង្កើតឲ្យយើងចង់ដឹងចង់ឮចង់ស្រាវជ្រាវបន្ថែមអញ្ចឹងបង្កើតបានជាអ្វីគ្រប់យ៉ាងហ្នឹងអញ្ចឹងមានថានៅពេលដែលយើងឆ្ងល់យើងចាប់ផ្ដើមគិតហើយវាចេះតែមានមធ្យោបាយវិធីសាស្ត្រទៅរកអីដែលយើងឆ្ងល់ហ្នឹងអាហ្នឹងវាគឺជាផ្លូវដែលបង្កើតមានការច្នៃប្រឌិតបង្កើតមានការគិតពិចារណាកាន់តែស៊ីជម្រៅដើម្បីទៅរកថាតើអាហ្នឹងវាគឺជាអ្វីភាគច្រើនគឺគាត់លើក curiosity គឺជាការងឿឆ្ងល់ការចង់ដឹងការងឿឆ្ងល់ការដែលចោទសួរហ្នឹងឯងដែលវាបានចម្លើយមកវិញចូលទៅអ្នកប្រាជ្ញម្នាក់ទៀតក៏ជាបុគ្គលដែលល្បីល្បាញក្នុងប្រវត្តិសាស្ត្រដែរអ្នករៀនរូបវិទ្យាក៏ស្គាល់គឺជាអ្នកដែលរកឃើញទ្រឹស្ដីទំនាញសកលហ្នឹងឬក៏ទំនាញផែនដីហ្នឹងវិញណាគេស្គាល់ដោយសារតែផ្លែប៉ោមមួយធ្វើឲ្យគាត់រកឃើញនៅទំនាញសកលហ្នឹងអញ្ចឹងលោក Isaac Newton ដែលជាអ្នកប្រាជ្ញរូបវិទ្យាគាត់គឺជាអ្នកដែលរកឃើញនៅទំនាញសកលដែលខ្ញុំបានលើកឡើងខាងលើហ្នឹងគឺនៅពេលមួយហ្នឹងគឺគាត់អង្គុយនៅក្រោមដើមឈើដើមប៉ោមហើយបន្ទាប់មកផ្លែប៉ោមហ្នឹងក៏វាធ្លាក់លើក្បាលគាត់ហើយគាត់ក៏ចាប់ផ្ដើមឆ្ងល់ថាចុះមិនក៏ផ្លែប៉ោមហ្នឹងវាធ្លាក់នៅក្រោមវាអត់ធ្លាក់ទៅលើឬក៏វាទៅឆ្វេងទៅស្ដាំអីចឹងហ្នឹងគាត់ចាប់ផ្ដើមងឿឆ្ងល់ហើយគាត់បានធ្វើការស្រាវជ្រាវហើយនឹងរកវិធីសាស្ត្រក្នុងការស្រាវចង្អល់របស់គាត់ថាតើហេតុអីបានជាផ្លែប៉ោមហ្នឹងវាមានទំនាញវាធ្លាក់មកក្រោមហ្នឹងតើផែនដីហ្នឹងវាមានតំណែងអីជាមួយនឹងអ្វីដែលនៅលើលំហហ្នឹងអញ្ចឹងអាកំណត់ដែលគាត់បានគិតសញ្ជឹងគិតអីហ្នឹងគឺជាពេលដែលគាត់នៅតែឯងហ្នឹងឯងគឺគាត់នៅតែឯងហើយក្នុងរយៈពេល2ឆ្នាំបន្ទាប់ពីនៅសាកលវិទ្យាល័យរបស់គាត់ត្រូវបានបិទទ្វារដោយសារតែមានជំងឺរាតត្បាតអញ្ចឹងទៅគាត់ត្រឡប់ទៅស្រុករបស់គាត់វិញហើយពេលហ្នឹងគឺជាពេលដែលគាត់មានពេលជាច្រើនក្នុងការនៅម្នាក់ឯងនៅក្នុងការសញ្ជឹងគិតនៅក្នុងការរិះរកវិធីសាស្ត្របែបច្នៃប្រឌិតរបស់គាត់គឺពេលដែលយើងនៅម្នាក់ឯងគឺជាពេលដែលយើងមានគំនិតច្នៃប្រឌិតកើតឡើងពេលដែលយើងអត់ធ្វើអីយើងអត់ផ្ដោតទៅលើអីមួយគឺយើងប្រើពេលវេលានៅជាមួយខ្លួនឯងហើយគំនិតច្នៃប្រឌិតរបស់យើងចាប់ផ្ដើមបើកមកហើយអំពេលហ្នឹងគឺជាពេលដែលគាត់រកឃើញទ្រឹស្ដីច្រើនផ្សេងទៀតតាក់ទងមួយគណិតវិទ្យាតាក់ទងមួយអង់តេក្រាក៏គាត់បានរកឃើញក្នុងរួមចំណែកជាមួយនឹងអ្នកប្រាជ្ញម្នាក់ទៀតដែរមានបុគ្គលជោគជ័យជាច្រើនអ្នកទៀតដែលគាត់ក៏មានគំនិតច្នៃប្រឌិតខ្លាំងដែរប៉ុន្តែខ្ញុំលើកយកតែពួកគាត់ប្រហែលអ្នកហ្នឹងទេដោយសារតែបើសិនជាលើកមកច្រើនវាកាន់តែវែងឆ្ងាយអញ្ចឹងអ្នកគ្នាអាចស្រាវជ្រាវបន្ថែមតាក់ទងជាមួយនឹងបុគ្គលដែលមានភាពច្នៃប្រឌិតខ្លាំងថាតើគាត់ច្នៃប្រឌិតហ្នឹងនៅពេលណាអញ្ចឹងទៅអញ្ចឹងអ្នកគ្នានឹងឃើញហើយភាគច្រើនគំនិតច្នៃប្រឌិតវាកើតឡើងនៅពេលដែលយើងនៅម្នាក់ឯងយើងសញ្ជឹងគិតអីចឹងទៅចំណាយពេលនៅជាមួយនឹងខ្លួនឯងនឹងការគិតរបស់យើង reflect ខ្លួនឯងឬក៏មានគំនិតរវើរវាយសម័យអីខ្ពស់ដែលគេហៅថា day dreaming ចឹងណាសម័យទាំងថ្ងៃអីហ្នឹងអាហ្នឹងគឺជា default mode ដែលខ្ញុំបានលើកឡើងខាងលើផ្នែកខួរក្បាលរបស់យើងវាចាប់ផ្ដើមដំណើរការផ្នែកប្រឌិតនឹងកាត់ឡើងអញ្ចឹងសរុបមកយើងគួរតែរៀនប្រើប្រាស់ពេលវេលាដែលធុញទ្រាន់របស់យើងហ្នឹងណាយើងកុំគិតថាពេលហ្នឹងគឺជាពេលអត់ប្រយោជន៍គឺពេលហ្នឹងគឺជាពេលដែលយើងបើកភ្នែកបើកខួរក្បាលរបស់យើងមើលឃើញការសម័យឃើញអីដែលប្លែកដែលយើងគិតថាវាមិនដែលកើតឡើងអញ្ចឹងណាអញ្ចឹងពេលហ្នឹងហើយខួរក្បាលរបស់យើងវាចាប់ផ្ដើមល្វើរវាយចាប់ផ្ដើមគិតទៅរកអីមួយផ្សារភ្ជាប់គ្នាកំបាញ់គ្នាអីចឹងទៅអាហ្នឹងវាគឺជាគំនិតច្នៃប្រឌិតហ្នឹងហើយអញ្ចឹងយើងគួរតែយកអាពេលធុញទ្រាន់របស់យើងបំផ្លាញទៅជាគំនិតច្នៃប្រឌិតដែលយើងចេញពី screen សិនយើងកុំតន់អាន scroll Facebook កុំតន់អានធ្វើអីនៅពេលដែលយើងធុញយើងតនេហ្នឹងយើងសុខចិត្តទុកពេលវេលាខ្លួនឯងរយៈពេល6ទៅ10ឬក៏ទៅ15នាទីតាមតែអាចធ្វើបានទៅបើសិនជាយើងដំបូងយើងអាចទុកពេល5នាទីឲ្យខ្លួនឯងនៅអង្គុយជាមួយនឹងខ្លួនឯងក្នុងចាប់ទុកថាជាការសាកល្បងសិនទៅបើគិតថា10ទៅ15នាទីវាយូរពេកធ្វើយើងធុញពេកយើងអាចអង្គុយបានអីចឹងណាហើយមួយទៀតមិនមែនត្រឹមតែអង្គុយទេឬក៏ពេលខ្លះគណិតច្នៃប្រឌិតហ្នឹងវាបានមកនៅពេលដែលយើងជិះកង់ឬក៏ជិះម៉ូតូឬដើរអីចឹងទៅចឹងអ្នកខ្លះគាត់គណិតច្នៃប្រឌិតរបស់គាត់មាននៅពេលដែលគាត់ជិះម៉ូតូសុកវាមកវាដឹងមកពីណាទេអ្នកខ្លះគណិតច្នៃប្រឌិតរបស់គាត់វាមកនៅពេលតែពេលយប់អញ្ចឹងកាន់តែយប់គាត់កាន់តែមានភាពច្នៃប្រឌិតរបស់គាត់អញ្ចឹងបានពួកអ្នក creator ភាគច្រើនគឺគាត់ធ្វើកិច្ចការរបស់គាត់ភាគច្រើននៅពេលយប់ថ្ងៃដោយសារតែពេលហ្នឹងគឺជាពេលដែលគំនិតច្នៃប្រឌិតរបស់គាត់នឹងវាមានមកខ្លាំងអញ្ចឹងណាអ្នកខ្លះទេគាត់ងូតទឹកក៏មានអាគំនិតនឹងចេញមកដែរអត់ដឹងថាមកពីណាទេ
គឺអាពេលហ្នឹងគឺទៅពេលដែលយើងអត់ធ្វើអីមួយគូក្បាលរបស់យើងផ្នែកមួយទៀតដែលវាកំពុងបើកហ្នឹងវាចាប់នេះចាប់នោះមកធ្វើយើងនឹកស្មានដល់ថាអាកំណត់ហ្នឹងមកពីណាទេចឹងជាក់ស្ដែងដូចខ្ញុំដែរប្រហែលថ្ងៃមុនហ្នឹងគឺខ្ញុំមានការ let នៅក្នុងការចេញវីដេអូមែនទែនតែសារតែខ្ញុំអត់មានគំនិតថាខ្ញុំនឹងធ្វើអីអត់ដឹងថាធ្វើប្រធានបទអីពេលហ្នឹងខ្ញុំប្រឹងបុកថា research បុកអានសភៅបញ្ចូលព័ត៌មានច្រើនមើល podcast អីសរុបអីចឹងទៅបខំខ្លួនឯងចឹងទៅលទ្ធផលចេញមកអត់បានអីទាំងអស់ដោយសារតែវាមកច្រើនពេកចឹងហើយយើងចេះតែបញ្ចូលវាណែនយើងអត់បញ្ចេញវាហ្នឹងហើយគឺពេលដែលខ្ញុំធ្វើវាអត់បានហើយថ្ងៃមួយហ្នឹងខ្ញុំក៏ទៅទិញសាំងវិចឈរទិញសាំងវិចទៅក៏ចាំគេខ្ញុំទិញ 2-3 view ដែរអញ្ចឹងទៅខ្ញុំចាំគេខ្ញុំអត់ចុចទូរស័ព្ទអីទេហើយពេលហ្នឹងគឺជាពេលដែលមានគំនិតវាចាប់ផ្ដើមមកទៅខ្ញុំចាប់ផ្ដើមមាន idea ថាអញ្ចឹងយើងយកអាការធុញហ្នឹងហើយវាទៅបង្កើតបានទៅជាវីដេអូហើយយើងក៏ research បន្ថែមថាតើពេលធុញហ្នឹងយើងបានបង្កើតបានអីអញ្ចឹងខ្ញុំបានធ្វើការ research ភាគច្រើនគឺគេនិយាយថាអាការធុញហ្នឹងគឺវាជារឿងល្អទេវាដែលធ្វើឲ្យយើងមានការកំណត់ច្នៃប្រឌិតយើងកើតឡើងនឹងឯងចឹងអាហ្នឹងហើយវាជាដើមហេតុនៃការផលិតវីដេអូមួយហ្នឹងចឹងយើងអាចទុកពេលណាមួយអ្នកខ្លះគាត់មានពេលឈរត្រង់ជួទិញអីហ្នឹងមួយកុំចុចទូរស័ព្ទហ្នឹងពេលហ្នឹងគឺជាពេលដែលគាត់គិតមានកំណត់អីមួយមកអញ្ចឹងខ្ញុំមានចំណុច4សម្រាប់អ្នកទាំងអស់គ្នាបើសិនជាចង់បាននៅអាកំណត់នឹងកើតឡើងគឺយើងគួរតែទី1គឺដូចខ្ញុំលើកឡើងខាងលើអញ្ចឹងយើងកាត់បន្ថយ screen កាត់បន្ថយអង្គុយនៅមុខកុំព្យូទ័រអង្គុយមុខទូរស័ព្ទការ scroll នេះទៅទម្លាក់ទូរស័ព្ទចុះកុំធ្វើអីទាំងអស់គឺពេលហ្នឹងគឺជាពេលដែលយើងនៅទទេនៅស្ងៀមអត់ធ្វើអីគឺនៅពេលដែលខួរក្បាលយើងវា activate នៅវាបិទអាការគិតការបដោតការសម្រេចចិត្តនឹងចេញគឺវាបើកការរវើរវាយហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យកុំតាន់អាន scroll social media អីយើងទុកទូរស័ព្ទមួយឡែកសិនអញ្ចឹងទី2ធ្វើការងារតូចសាមញ្ញដូចជាការលាងចានបោសផ្ទះឬក៏បោកកៅអៅអីចឹងទៅអាការងារដែលវាមើលទៅគួរធុញទ្រាន់ហ្នឹងណាជួយយើងដឹងហើយអាការធុញទ្រាន់ហ្នឹងបានធ្វើឲ្យមានការច្នៃប្រឌិតហ្នឹងអញ្ចឹងយើងព្យាយាមធ្វើអាកិច្ចការតូចហ្នឹងរៀបចំបន្ទប់រៀបចំកន្លែងគេងរៀបចំកន្លែងរៀនអីចឹងទៅការងារតូចហ្នឹងឯងដែលវាបញ្ឆេះនៅអាភាពច្នៃប្រឌិតនឹងកើតឡើងយើងក៏ដឹងថាពេលដែលយើងកំពុងបោះផ្ទះយើងកុំស្ដាប់ចម្រៀងកុំអីអ្នកខ្លះគាត់ធ្វើការងារហ្នឹងគាត់ជួយចិត្តបើកចម្រៀងអីចឹងទៅកំដរអារម្មណ៍អីចឹងគាត់រវល់ទៅស្ដាប់ lyric អីហ្នឹងគឺដូចច្នៃប្រឌិតវាអត់បានមកទេវាអត់បានចូលជ្រៀតចូលមកបានទេអញ្ចឹងព្យាយាមកុំចាក់ទូរស័ព្ទពេលយើងធ្វើអីកុំចាក់ចម្រៀងអីចឹងទៅពេលយើងធ្វើកិច្ចការងារផ្ទះតូចហ្នឹងចំណែកទី3គឺខ្ញុំ recommend ឲ្យទាំងអស់គ្នាគួរតែណែនាំឲ្យអ្នកទាំងអស់គ្នាគួរតែមាន notebook ឬក៏មានកូនសៀវភៅមួយដាក់នៅជិតខ្លួននៅពេលដែលយើងអង្គុយសិញ្ចឹងគិតហ្នឹងជិះវាងឲ្យពេលកំណត់មកទៅយើងអត់បាន note ទុកវាទៅបាត់អញ្ចឹងអាពេលកំណត់ច្នៃប្រឌិតហ្នឹងវាអាចមកឲ្យវានឹងដាំនៅនឹងទេអញ្ចឹងយើងគួរតែមានការកត់ត្រាទុកពេលតែអីមួយចេះកត់សិនមកហើយចាំយើងយកវាមកច្នៃបញ្ចូលគ្នារៀបវាឡើងបង្កើតបានទៅជាកំណត់ច្នៃប្រឌិតរបស់យើងថ្មីមួយហ្នឹងចំណុចទី4គឺជាចំណុចចុងក្រោយហ្នឹងគឺយើងគួរតែមានការវិភាគឬក៏កំណត់ពេលវេលាសម្រាប់ខ្លួនឯងថាមួយថ្ងៃហ្នឹងយើងគួរតែមានការចំណាយពេលជាមួយនឹងខ្លួនឯងក្នុងរយៈពេលណាមួយក្នុងការចាប់ផ្ដើមគឺពី5នាទីទៅឬក៏យូរទៅឡើងដល់10ទៅ15នាទីអញ្ចឹងទៅមួយថ្ងៃយ៉ាងហោចណាស់ធ្វើការអង្គុយសិញ្ចឹងគិតនៅជាមួយនឹងខ្លួនឯងដោយមិនមានការប្រើប្រាស់អីទាំងអស់ឬមានតែខ្លួនយើងជាមួយនឹងការគិតរបស់យើង reflect ខ្លួនឯងហ្នឹងទេអញ្ចឹងយើងនឹងមានអារម្មណ៍ថាប្លែកអីគឺថាមកមែនគណិតច្នៃប្រឌិតហ្នឹងមកមែនបើមិនជឿបងប្អូនអាចសាកអង្គុយចុះពេលហ្នឹងយើងចាប់ផ្ដើមគិតហើយពេលហ្នឹងគិតតែផ្សារភ្ជាប់គ្នាអំពីតែអតីតកាលអីខ្លះវាតើតទៅមួយ memory តើតទៅមួយអតីតកាលអីគេខ្លះបច្ចុប្បន្នកាលអីខ្លះទៅអនាគតអីផ្សារភ្ជាប់គ្នាហ្នឹងធ្វើឲ្យយើងមានគំនិតក្នុងការងឿងឆ្ងល់ចាប់ផ្ដើមងឿងឆ្ងល់ស្វែងទៅរកចម្លើយវាហើយអាហ្នឹងគឺជាភាពច្នៃប្រឌិតកើតឡើងនៅក្នុងកំឡុងពេលដែលយើងមានការសម័យហ្នឹងចឹងបងប្អូនគ្នាកុំតន់អានភ័យកុំតន់អានស្លោនៅពេលដែលយើងមានអារម្មណ៍ថាយើងទំនេរយើងភ័យខ្លាចតែការទំនេរហ្នឹងទុកទៅអត់ប្រយោជន៍អត់ធ្វើអីសោះចឹងព្យាយាមទុកពេលទំនេរហ្នឹងឲ្យខួរក្បាលរបស់យើងវា activate នៅការគិតសម័យហ្នឹងមកអញ្ចឹងសុខចិត្តអង្គុយជាមួយវារៀនពីវាអញ្ចឹងយើងអត់ដឹងថាគំនិតធំការច្នៃប្រឌិតធំវានឹងលេចឡើងនៅពេលណាមួយទេអញ្ចឹងបើសិនជាយើងអត់ទៅរកវាក៏វាអត់មកដែរគំនិតច្នៃប្រឌិតហ្នឹងអញ្ចឹងសាកល្បងអង្គុយសិញ្ចឹងគិតក្នុងមួយថ្ងៃចំណាយពេលខ្លួនឯងពី5ទៅ10នាទីទៅដើម្បីរកភាពច្នៃប្រឌិតហ្នឹងមកអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តវីដេអូមួយហ្នឹងបងប្អូនកុំភ្លេច subscribe ហើយយើងជួបគ្នានៅអេពីសូតក្រោយបាយ